Nơi đám đầm bông nơi sạch rừng, dưỡngត្រូវបាននាំទៅកាន់ស្រុកស៊ីងហ្គានៅក្នុងស្រុកនោះយើងត្រូវបានបង្ហាញឲ្យឃើញនៅសាលាដំបូលមួយនៅក្នុងភូមិគ្រួសារយ៉ាងយើងឃើញ elf ម្នាក់កំពុងពិនិត្យមើលរាងកាយរបស់ទេរៈម្នាក់នៅពេលដែលគាត់ពិនិត្យមើលរាងកាយរបស់ក្មេងប្រុសនោះរួចរាល់ឪពុករបស់ក្មេងនោះបានសុំឲ្យគាត់ប្រាប់ពីស្ថានភាពរបស់ក្មេងប្រុសនេះ elf នោះបានបង្ហើបប្រាប់បុរសនោះថាកូនប្រុសរបស់គាត់នឹងពិបាករស់នៅរហូតដល់អាយុលើសពី20ឆ្នាំណាស់ដោយសារតែកាយសម្បត្តិដារបស់គេបុរសម្នាក់នេះគឺជាមេគ្រួសារនៃត្រកូលយ៉ាងគាត់មានឈ្មោះថាយ៉ាងដាម៉ាំងយ៉ាងដាម៉ាំងបានសួរទៅកាន់ elf នោះថាតើកូនប្រុសរបស់គាត់ត្រូវបានទទួលទណ្ឌកម្មពីឋានសួគ៌មែនឬយ៉ាងណាគាត់បានពន្យល់ប្រាប់គាត់ថាកូនប្រុសរបស់គាត់បានធ្វើឲ្យម្ដាយរបស់គេស្លាប់ដោយសារតែកំណើតរបស់គេ elf នោះមានអារម្មណ៍ធុញថប់នៅពេលឮបែបនេះគាត់មិនគួរឲ្យជឿសោះថាយ៉ាងដាម៉ាំងហ៊ាននិយាយពាក្យនេះទៅកាន់គ្រូពេទ្យដូចជាគាត់បានសួរមេគ្រួសារនោះឲ្យប្រាប់គាត់ពីមូលហេតុដែលគាត់និយាយរឿងបែបនេះដាក់កូនប្រុសរបស់ខ្លួនដែលជិតនឹងស្លាប់មុនអាយុទៅហើយនោះយ៉ាងដាម៉ាំងបានសម្លក់មើលកូនរបស់គាត់នៅពេលដែលគាត់ឮបែបនេះដោយសម្លឹងមើលក្មេងនោះកំពុងលេងម្នាក់ឯងយោងតាមសម្ដីរបស់ elf ក្មេងប្រុសនេះមានអាការៈស្រដៀងទៅនឹងសរសៃឈាមកាត់ផ្ដាច់ទាំង9 elf នោះមិនដែលឃើញនរណាម្នាក់មានចំណុចប៉ៃហ៊ុយបោកចំហហួសហេតុបែបនេះពីមុនមកទេយ៉ាងដាម៉ាំងបានសួរ elf នោះថាតើចំណុចប៉ៃហ៊ុយគឺជាចំណុចដែលនៅលើកំពូលក្បាលមែនឬទេគ្រូពេទ្យបានប្រាប់គាត់ថាគាត់និយាយត្រឹមត្រូវហើយគាត់បានពន្យល់ប្រាប់មេគ្រួសារនោះថាមនុស្សម្នាក់នឹងស្លាប់ប្រសិនបើចំណុចប៉ៃហ៊ុយរបស់ពួកគេបើកចំហខ្លាំងពេកមនុស្សភាគច្រើនហៅវាថាការឡើងឋានព្រះយ៉ាងដាម៉ាំងបានរំលឹក elf នោះថាការឡើងឋានព្រះគឺជារឿងមួយដែលអ្នកកាន់សាសនាតាវដ៏មានឥទ្ធិពលខ្លាំងធ្វើនៅពេលដែលពួកគេចាកចេញទៅកាន់ឋានសួគ៌យោងតាមសម្ដីរបស់ elf អ្វីដែលគេហៅថាការឡើងឋានព្រះគឺនៅពេលដែលនរណាម្នាក់ស្រវឹងខ្លាំងពេកជាមួយនឹងថាមពលនៃធម្មជាតិដ៏អស្ចារ្យដែលមកពីឋានសួគ៌និងផែនដីហើយក៏ស្លាប់ទៅដោយសារតែពួកគេមិនអាចទ្រាំទ្រនឹងវាបានយ៉ាងដាម៉ាំងបានក្រោកឈរឡើងបន្ទាប់ពីគាត់ឮបែបនេះគាត់បានងាកទៅរក elf នោះហើយប្រាប់គាត់ថាគាត់ពិតជានិយាយត្រូវមែនទាក់ទងនឹងការដែលកូនប្រុសរបស់គាត់ទទួលបានទណ្ឌកម្មពីឋានសួគ៌គ្រូពេទ្យមានការតក់ស្លុតនៅពេលឮបែបនេះគាត់បានសួរបុរសនោះឲ្យប្រាប់គាត់ពីមូលហេតុដែលគាត់ហ៊ានហៅខ្លួនឯងថាជាឪពុកគេមេគ្រួសារបានប្រាប់ elf នោះថាឥឡូវនេះដល់ពេលដែលគាត់ត្រូវចាស់ជេនហើយគាត់បានធានាប្រាប់គាត់ថាមេការធំនឹងផ្ដាល់ប្រាក់ឈ្នួលឲ្យគាត់ elf នោះបានប្រាប់បុរសនោះថាគាត់មិនត្រូវការប្រាក់ឈ្នួលនោះទេគាត់បានក្រោកឈរឡើងហើយដើរចេញពីសាលាដំបូលនោះដោយក្តីខឹងសម្បារពេលដែលគាត់ដើរចេញទៅ elf នោះឆ្ងល់ថាតើជីវិតរបស់តួឯកយើងអាចនឹងខុសប្លែកគ្នាយ៉ាងណាប្រសិនបើគេកើតនៅកន្លែងផ្សេងប្រសិនបើក្មេងប្រុសនេះកើតនៅក្នុងនិកាយបិសាចគេប្រហែលជាអាចក្លាយជាបិសាចសួគ៌បាត់ទៅហើយប្រសិនបើគេធំដឹងក្តីនៅក្នុងវត្តសាវលីងគេប្រកាសជាអាចប្រើប្រាស់វិធីសាស្ត្រផឹកហាត់កំពូលទាំង72របស់វត្តនេះបានដល់ទៅ2ដងឯណោះជាអកុសលសម្រាប់ក្មេងប្រុសនេះគេបានកើតមកជាក្មេងដែលគេស្អប់នៅក្នុងទីកន្លែងនេះគ្រូពេទ្យជឿជាក់ថាក្មេងប្រុសនេះនឹងស្លាប់នៅតាមជនបទក្នុងវ័យក្មេងដោយគ្មានផ្លូវអាចរករៀនមានជីវិតបានឡើយឱកាសតែមួយគត់ដែលទារកនេះមានគឺការត្រាស់ដឹងដោយខ្លួនឯងជាច្រើនទសវត្សរ៍ក្រោយមកយើងឃើញមនុស្សមួយក្រុមមានការប្រជុំគ្រួសារនៅឯភូមិគ្រឹះយ៉ាងដាម៉ាំងបានក្រោកឈរឡើងហើយប្រាប់អ្នកគ្រប់គ្នាថាឪពុកដែលបានចែកឋានទៅរបស់គាត់គឺជាអ្នកបង្កើតត្រកូលរបស់ពួកគេយោងតាមសម្ដីរបស់គាត់ឪពុករបស់គាត់គឺជាសិស្សនៃនិកាយចុងណានគាត់មានឈ្មោះថាសេអូហ្គាំយ៉ាយ៉ាងដាម៉ាំងបានប្រាប់មនុស្សទាំងនោះថាគាត់បានលះបង់ពេញមួយជីវិតរបស់គាត់ដើម្បីស្ដារត្រកូលរបស់ពួកគេឡើងវិញគាត់បានបញ្យល់ប្រាប់ពួកគេថាប្រសិនបើពួកគេក្លាយជាមនុស្សល្បីល្បាញទូទាំងពិភពលោកគាត់នឹងទទួលបានមរតកនៃកំពូលក្បាច់គុណរបស់និកាយចុងណានមេគ្រួសារបានប្រាប់គ្រួសាររបស់គាត់ថា
គាត់មានសេចក្តីរំភើបរីករាយយ៉ាងខ្លាំងដែលកូនប្រុសម្នាក់របស់គាត់បានដើរតាមគន្លងរបស់ឪពុកគាត់ហើយអាចចូលរួមជាមួយនិកាយជងណានបានសម្រេចនាគជាមួយនឹងស្នាមញញឹមនៅលើផ្ទៃមុខសមាជិកគ្រួសារផ្សេងទៀតបានអបអរសាទរបងប្អូនប្រុសរបស់ពួកគេចំពោះសមិទ្ធផលនេះកូនច្បងបានប្រាប់ប្អូនប្រុសរបស់គាត់ថាគេពិតជាអស្ចារ្យណាស់ដែលអាចចូលរួមជាមួយនិកាយនេះបានយ៉ាងដាម៉ាំងបានប្រាប់កូនរបស់គាត់ឲ្យលើកកែវឡើងជាមួយគាត់ខណៈពេលដែលអ្នកគ្រប់គ្នាកំពុងសប្បាយរីករាយបងប្រុសច្បងបានកត់សម្គាល់ឃើញថាមាននរណាម្នាក់បាត់មុខគាត់បានងាកទៅរកឪពុករបស់គាត់ហើយប្រាប់គាត់ថាយ៉ានឈីនមិននៅទីនោះទេទឹកមុខរបស់យ៉ាងដាម៉ាំងប្រែជាតានតឹងនៅពេលដែលគាត់ឮបែបនេះគាត់បានបង្ហើបប្រាប់កូនប្រុសរបស់គាត់ថាគាត់បានប្រាប់ឲ្យយ៉ានឈីនស្នាក់នៅលើទីលានហ្វឹកហាត់បុរសនោះមានការតក់ស្លុតនៅពេលឮបែបនេះយ៉ាងដាម៉ាំងបានប្រាប់កូនប្រុសរបស់គាត់ថាវាជារឿងល្អជាងដែលក្មេងប្រុសរបស់យើងមិននៅទីនោះក្នុងឱកាសដ៏រីករាយបែបនេះគាត់បានប្រាប់គេថាយ៉ានឈីននឹងនាំមកនូវសំណាងអាក្រក់ដល់ពួកគេបុរសនោះមិនគួរឲ្យជឿសោះថាឪពុករបស់គាត់ពិតជានិយាយពាក្យនេះចេញមកមែនទេសភាពបានផ្លាស់ប្ដូរហើយយើងឃើញក្មេងប្រុសរបស់យើងកំពុងប្រមូលផ្ដុំធម្មពលរបស់គេនៅលើទីលានហ្វឹកហាត់គេបានបញ្ជូនធម្មពលរបស់គេឲ្យរត់ពេញរាងកាយយ៉ាងប្រុងប្រយ័ត្នភ្លាមបន្ទាប់ពីគេធ្វើបែបនេះគេក៏បើកភ្នែកឡើងហើយបញ្ចេញធម្មពលរបស់គេបន្ទាប់ពីគេធ្វើរួចរាល់យ៉ានឈិនបានសម្លឹងមេលបាតដៃរបស់គេបានដឹងថាឥឡូវនេះគេបានស្ទាត់ជំនាញទាំងស្រុងនៅក្បាច់រំកិលខ្លួនត្រកូលយ៉ាងហើយជាមួយនឹងក្បាច់រំកិលខ្លួននេះយ៉ានឈិនអាចជំរុញសាច់ដៃរបស់គេដោយប្រើធម្មពលរួចហើយបង្រួមវាគេបានដឹងថារាងកាយរបស់គេមិនអាចរឹងមាំជាងនេះបានទៀតទេយ៉ានឈិនឆ្ងល់ថាតើគេនឹងមានអាយុសង្ឃឹមរស់បានយូរជាងមុនដែរឬទេឥឡូវនេះដោយសារតែគេមានរាងកាយរឹងមាំជាងមុនខណៈពេលកំពុងគិតក្មេងប្រុសរបស់យើងនឹកឃើញដល់ប្រតិកម្មរបស់បងប្រុសគេនៅពេលដែលគេប្រាប់គាត់ថាគេបានបង្កើតក្បាច់គុណមួយយ៉ានឈិនបានពន្យល់ប្រាប់បងប្រុសរបស់គេថាគេមិនបានបង្កើតក្បាច់គុណនេះពីចំណុចសូន្យនោះទេផ្ទុយទៅវិញគេបានអភិវឌ្ឍក្បាច់គុណផ្ដាច់មុខរបស់ត្រកូលពួកគេឡើងវិញបុរសនោះបានដកដង្ហើមធំនៅពេលដែលគាត់ឮបែបនេះគាត់បានសុំឲ្យប្អូនប្រុសរបស់គាត់កុំប្រកាន់នឹងអ្វីដែលគាត់ចង់និយាយគាត់បានសុំឲ្យយ៉ានឈីនកុំប្រាប់នរណាម្នាក់អំពីអ្វីដែលគេបានធ្វើក្មេងប្រុសរបស់យើងមានការភ្ញាក់ផ្អើលនៅពេលឮបែបនេះទេសភាពបានផ្លាស់ប្ដូរហើយយើងឃើញយ៉ានឈីនប្រាប់បងប្រុសរបស់គេឲ្យប្រើប្រាស់ក្បាច់គុណដែលគេបានបង្កើតក្មេងប្រុសនោះមានអារម្មណ៍ធុញថប់នៅពេលឮបែបនេះគេបានសួរយ៉ានឈីនថាតើគេនឹងទទួលខុសត្រូវដែរឬទេប្រសិនបើគេជួបប្រទះនឹងការដើរខុសផ្លូវនៃធម្មពលហើយស្លាប់នោះក្មេងប្រុសរបស់យើងមានអារម្មណ៍មិនល្អទេនៅពេលឮបែបនេះនៅពេលដែលគេបានជម្រាបប្រាប់ឪពុករបស់គេអំពីអ្វីដែលគេបានធ្វើបុរសនោះបានស្ដីបន្ទោសគេចំពោះការលូកលាន់ជាមួយក្បាច់គុណផ្ដាច់មុខរបស់ត្រកូលពួកគេគាត់បានសួរកូនប្រុសរបស់គាត់ថាតើគេជឿថាខ្លួនឯងគឺជាអ្នកបង្កើតត្រកូលមែនឬយ៉ានឈិនមិនគួរឲ្យជឿសោះថាឪពុកបង្កើតរបស់គេគ្រាន់តែបដិសេធគេចោលយ៉ាងងាយបែបនេះខណៈពេលកំពុងអង្គុយលើកៅអីក្មេងប្រុសរបស់យើងគិតអំពីអត្ថន័យនៃការក្លាយជាអ្នកបង្កើតត្រកូលអ្នកបង្កើតត្រកូលគឺជានរណាម្នាក់ដែលបង្កើតក្បាច់គុណនិងជាមូលដ្ឋានគ្រឹះនៃក្រុមអ្នកក្បាច់គុណក្មេងប្រុសរបស់យើងមិនដែលជឿថាគេគឺជាមនុស្សដែលអស្ចារ្យបែបនេះឡើយគេមិនបានគិតថាវាជារឿងអស្ចារ្យនោះទេក្នុងការបង្កើតក្បាច់គុណមួយគេគ្រាន់តែចង់មានសុខភាពល្អនិងរស់នៅជាមួយអ្នកគ្រប់គ្នាប៉ុណ្ណោះខណៈពេលដែលគេកំពុងគិតយ៉ានស៊ីនឃើញអ្នកបម្រើមួយចំនួនកំពុងប្រញាប់ប្រញាល់ទៅកន្លែងណាមួយគេឆ្ងល់ថាតើពួកគេកំពុងទៅណាគេក៏នឹកឃើញភ្លាមថាថ្ងៃនេះគឺជាថ្ងៃដែលកំពូលអ្នកក្បាច់គុណនៃនិកាយជុងណាននឹងមកដល់និកាយជុងណានគឺជាមហានិកាយមួយក្នុងចំណោមមហានិកាយទាំង9ពួកគេគឺជាជញ្ជាំងភ្លោះមួយដែលត្រូវបានគេស្គាល់ថាជាក្រុមដ៏ខ្លាំងបំផុតនៅក្នុងខេត្តសានស៊ីទន្ទឹមគ្នានឹងនិកាយភ្នំហួរយ៉ានឈិននឹកឃើញថានិកាយជុងណាន
គឺជាកន្លែងដែលទេវតាដាវរស់នៅក្មេងប្រុសរបស់យើងក៏ចង់ជួបកំពូលและក្បាច់គុណទាំងនោះដែរពេលដែលគេគិតដល់រឿងនេះគេនឹកឃើញដល់អ្វីដែលមេកាធំបាននិយាយមកកាន់គេយ៉ានឈិនបានសួរបុរសនោះថាតើមូលហេតុដែលគេមិនអាចបង្ហាញមុខដល់ភ្ញៀវសំខាន់ៗរបស់ត្រកូលបានគឺដោយសារតែគេជាអ្នកធ្វើឲ្យម្ដាយរបស់គេស្លាប់មែនឬមេកាបានជម្រាបប្រាប់ក្មេងប្រុសរបស់យើងថាបញ្ជីនេះគឺមកពីឪពុករបស់គេយ៉ានឈិនបានសួរបុរសនោះថាតើគាត់ប្រកាសឬអត់មេកាបានសុំទោសក្មេងប្រុសរបស់យើងយ៉ានឈិននៅតែមិនគួរឲ្យជឿសក់ថាឪពុករបស់គេបានបញ្ចិនបញ្ជាបែបនេះគេសម្រេចចិត្តដើរតាមអ្នកបម្រើទាំងនោះហើយលួចមើលពីចង្ងាយគេប្រកាសក្នុងចិត្តថាគេនឹងអាចរៀនសូត្រអ្វីមួយពីកំពូលអ្នកក្បាច់គុណដ៏ជំនាញទាំងនោះនៅឯច្រកចូលនៃភូមិគ្រឹះអ្នកបម្រើកំពុងឆ្ងល់ថាតើនរណានឹងមកជួបពួកគេប្រកាសក្នុងចិត្តថាអ្នកដាវសួរគួរនឹងមិនមកនោះទេពួកគេជឿថាប្រធាចារ្យម្នាក់អាចនឹងមកកាន់ភូមិគ្រឹះនេះអ្នកបម្រើម្នាក់និយាយថាវានឹងក្លាយជាពរជ័យមួយសម្រាប់ត្រកូលរបស់ពួកគេប្រសិនបើព្រឹទ្ធាចារ្យម្នាក់មកទីនេះខណៈពេលដែលអ្នកបម្រើកំពុងនិយាយគ្នាដាម៉ាំងនិងគ្រួសាររបស់គាត់បានដើរចេញមកក្រៅភ្លាមបន្ទាប់ពីពួកគេជួលបែបនេះមាននរណាម្នាក់បានស្រែកឡើងថាកំពូលអ្នកក្បាច់គុណបានមកដល់ហើយភ្លាមបន្ទាប់ពីបុគ្គលនោះនិយាយបែបនេះយើងឃើញ elf ម្នាក់និងបរិសុទ្ធពីរនាក់ផ្សេងទៀតដើរចូលមកក្នុងបរិវេណសមាជិកនៃត្រកូលនិងកូនរបស់ដាម៉ាំងមានការតក់ស្លុតនៅពេលឃើញ elf នោះអ្នកបម្រើម្នាក់បានសម្ដែងលើ elf នោះថាជាអ្នកមកពីពូជអម្បូរអភិជនយ៉ានឈិនក៏មានការតក់ស្លុតនៅពេលឃើញ elf នោះដែរពូជអម្បូរអភិជនត្រូវបានគេស្គាល់ថាជាពូជអម្បូរដ៏អាត់កំបាំងមួយដែលអាចរស់នៅបានជារៀងរហូតមនុស្សលោកចាត់ទុកពួកគេថាជាទេវតាក្មេងប្រុសរបស់យើងនិងគ្រួសាររបស់គេបានកត់សម្គាល់ឃើញថាមពលដ៏ពិសេសដែល elf នោះកំពុងបញ្ចេញមកយ៉ានឈិនកត់សម្គាល់ឃើញថាថាមពល Snow ដែលបានបង្រួមនៅក្នុងរាងកាយរបស់នាងត្រូវបានបញ្ចេញមកដោយធម្មជាតិពីនាងដាម៉ាំងឆាប់តាំងស្មារតីឡើងវិញយ៉ាងរហ័សហើយស្វាគមន៍ elf នោះមកកាន់ត្រកូលរបស់គាត់បានប្រាប់នាងថាគាត់មានកិត្តិយសណាស់ដែលនាងបានមកទស្សនកិច្ចត្រកូលរបស់ពួកគេគាត់និងកូនប្រុសរបស់គាត់បានអោនក្បាលដើម្បីស្វាគមន៍កំពូលអ្នកក្បាច់គុណទាំងនោះគាត់បានប្រាប់ពួកគេថាគាត់គឺជាមេគ្រួសារនៃត្រកូលនេះស្ត្រីនោះបានថ្លែងអំណរគុណដល់បរមនោះចំពោះបដិសន្ទ្រាកិច្ចរបស់គាត់នាងបានណែនាំខ្លួនឯងថាឈ្មោះ Yi Oshin នាងបានបង្ហើបប្រាប់ដាម៉ាំងថានាងគឺជាព្រឹទ្ធាចារ្យនៃនិកាយជុងណានដាម៉ាំងមានការតក់ស្លុតនៅពេលឮបែបនេះគាត់មិនគួរឲ្យជឿសោះថាស្ត្រីនោះគឺជាព្រឹទ្ធាចារ្យពូជអម្បូរអភិជននៃនិកាយជុងណានគាត់បានអង្វរយីអូឈិនភ្លាមឲ្យអភ័យទោសឲ្យគាត់ដែលមិនបានស្គាល់នាងថាជាទេវតាដាវស្ត្រីនោះបានសុំឲ្យមេគ្រួសារងើបក្បាលឡើងនាងបានប្រាប់គាត់ថានាងមិនបានមកទីនេះដើម្បីអួតអាងពីឋានៈរបស់នាងនោះទេដាម៉ាំងបានសុំទោសយីអូឈិនចំពោះការខ្វះការគោរពរបស់គាត់មិនគួរឲ្យជឿសោះថាគាត់បានទុកឲ្យទេវតាដាវនៃនិកាយជុងណានរងចាំនៅខាងក្រៅគាត់បានសុំឲ្យនាងដើរតាមគាត់ចូលទៅខាងក្នុងយ៉ានឈិនមានការភ្ញាក់ផ្អើលនៅពេលឮថាស្ត្រីនោះគឺជាព្រឹទ្ធាចារ្យខណៈពេលដែលនាងមកពីពូជអម្បូរអភិជនទៅហើយនោះគេឆ្ងល់ថាតើយីអូឈិនបានរកនៅរយៈពេលប៉ុន្មានឆ្នាំមកហើយខណៈពេលកំពុងដើរយីអូឈិនបានងាកក្បាលរបស់នាងហើយសម្លឹងឃើញក្មេងប្រុសរបស់យើងពួកគេទាំងពីរបានសម្លឹងមើលភ្នែកគ្នាយ៉ានឈិនបានអោនក្បាលភ្លាមនៅពេលដែលគេឃើញបែបនេះដាម៉ាំងបានកត់សម្គាល់ឃើញថាស្ត្រីនោះកំពុងសម្លឹងមើលកូនប្រុសរបស់គាត់បានប្រាប់នាងថាយ៉ានឈិនគឺជាកូនប្រុសទី3របស់គាត់ក្មេងប្រុសរបស់យឿនបានងាកក្រោយហើយដើរចេញទៅបន្ទាប់ពីគេឃើញស្ត្រីនោះ elf នោះបានប្រាប់ដាម៉ាំងថាកែវភ្នែកកូនប្រុសរបស់គាត់ភឺថ្លាណាស់នាងនិយាយថាក្មេងប្រុសរបស់យើងមើលទៅពិតជាឆ្លាតវៃណាស់ជាមួយនឹងទឹកមុខភ័យព្រួយមេគ្រួសារបានពន្យល់ប្រាប់យេអូឈិនថាកូនប្រុសរបស់គាត់មិនសូវមានសុជីវធម៌នោះទេ elf នោះមានការតក់ស្លុតនៅពេលឮបែបនេះខណៈពេលកំពុងសម្លឹងមើលកូនប្រុសរបស់គាត់ដើរទៅមុខដាម៉ាំងបានជម្រាបប្រាប់ស្ត្រីនោះថាតាមពិតទៅយ៉ានឈិនគឺជាអ្នកបង្កបញ្ហានៅក្នុងគ្រួសាររបស់ពួកគេ
នៅពេលដែលក្មេងប្រុសរបស់យើងត្រឡប់ទៅកាន់ទីលានហ្វឹកហាត់វិញគេបានរើដាវរបស់គេឡើងវិញយ៉ានស៊ីនបានទទួលបានទស្សនៈថ្មីមួយបន្ទាប់ពីបានឃើញថាមពលរបស់កំពូលអ្នកក្បាច់គុណទាំងនោះតាមពិតទៅក្មេងប្រុសរបស់យើងកំពុងតែតល់គំនិតបន្ទាប់ពីគេបានហ្វឹកហាត់ក្បាច់រំកិលខ្លួនត្រកូលយ៉ាងរួចរាល់គេកំពុងឆ្ងល់ថាតើគេគួរតែហ្វឹកហាត់អ្វីបន្តទៀតគេដកដាវរបស់គេចេញមកហើយពិនិត្យមើលវាយ៉ាងប្រុងប្រយ័ត្នគេសម្រេចចិត្តសាកល្បងហ្វឹកហាត់ដាវរបស់គេទិដ្ឋភាពបានផ្លាស់ប្ដូរហើយយើងត្រូវបាននាំទៅកាន់បន្ទប់របស់កំពូលអ្នកក្បាច់គុណកំពូលអ្នកក្បាច់គុណ2នាក់ទៀតបានប្រាប់ព្រឹទ្ធាចារ្យថាកន្លែងនេះគឺល្អជាងអ្វីដែលពួកគេបានរំពឹងទុកពួកគេបានពន្យល់ប្រាប់អេវនោះថាគុលសម្ព័ន្ធដាវផ្ដាច់ការច្បាស់ជាចង់បានកន្លែងដែលមានថាមពលផែនដីច្រើនបែបនេះមិនខានយេអូស៊ីនបានប្រាប់បុរសទាំងនោះថាពួកគេនិយាយត្រូវហើយនាងបានប្រាប់ពួកគេថាពួកគេត្រូវតែគិតរកវិធីដើម្បីវាយបកវិញជាអកុសលផែនការនេះនឹងបណ្ដាលឲ្យមានការលាក់បង់ត្រកូលនេះចោលបុរសដែលមានកម្ពស់ខ្ពស់ជាងគេបានសួរព្រឹទ្ធាចារ្យថាតើពួកគេមិនអាចគ្រាន់តែវាយប្រហារនឹងកំទេចសត្រូវរបស់ពួកគេមុនពេលដែលពួកគេឆ្លងកាត់ជញ្ជាំងបានទេឬព្រឹទ្ធាចារ្យបានក្រេបទឹកទេរបស់នាងមួយក្អកនាងជឿជាក់ថាគំនិតនេះមិនអាក្រក់នោះទេនាងបានពន្យល់ប្រាប់បុរសទាំងនោះថាមេឃទាំង13គឺជាក្រុមដែលមានបញ្ហាស្មុគស្មាញបំផុតនាងបានសុំឲ្យបុរសទាំងនោះគុំធ្វេសប្រហែសឲ្យសោះហើយត្រូវតែរក្សាពន្លឺដាវរបស់ពួកគេឲ្យមុតស្រួយជានិច្ចខណៈពេលគិតយេអូស៊ីនកត់សម្គាល់ឃើញថានាងចេះតែគិតអំពីយ៉ានស៊ីនរហូតនាងប្រកាសក្នុងចិត្តថាយ៉ានស៊ីនពិតជាលេចធ្លោជាងអ្នកគ្រប់គ្នានាងយល់ថាក្មេងប្រុសរបស់យើងគឺជាក្មេងដ៏ចម្លែកម្នាក់នៅពេលយប់យើងឃើញយ៉ានស៊ីនកំពុងតាំងសមាធិនិងបញ្ជូនធម្មពលរបស់គេឲ្យរត់ពេញរាងកាយក្មេងប្រុសរបស់យើងបានកត់សម្គាល់ឃើញរឿងចម្លែកមួយគេកត់សម្គាល់ឃើញថាចំណុចបៃហ៊ួយរបស់គេបើកចំហខ្លាំងណាស់ទោះបីជាគេមិនអាចតាំងសមាធិបានរយៈពេល1ឆ្នាំតែសារតែគេរវល់ហ្វឹកហាត់រាងកាយរបស់គេជាមួយនឹងក្បាច់រំកិលខ្លួនត្រកូលយ៉ាងក៏ដោយក៏បរិមាណធម្មពលដែលឆ្លងកាត់ក្បាលរបស់គេកាន់តែមានទំហំធំជាងមុនទៅទៀតយ៉ានស៊ីនដឹងថាគេមានពេលតិចជាង5ឆ្នាំទៀតមុនពេលដែលគេបាត់បង់ស្មារតីប្រសិនបើរឿងនេះកើតឡើងក្មេងប្រុសរបស់យើងនឹងត្រូវស្លាប់ជាមិនខានយ៉ានស៊ីនបើកភ្នែកឡើងយ៉ាងលឿនគេមិនគួរឲ្យជឿសោះថាគេនៅសល់ពេលរស់នៅតែ5ឆ្នាំទៀតប៉ុណ្ណោះក្មេងប្រុសរបស់យើងមានការភ័យខ្លាចនៅពេលឃើញបែបនេះគេដើរចេញពីបន្ទប់របស់គេហើយសម្លឹងមើលព្រះច័ន្ទនៅលើមេឃគេមិនគួរឲ្យជឿសោះថាគេមិនអាចផ្លាស់ប្ដូរជោគវាសនារបស់គេបានសូម្បីតែបន្ទាប់ពីគេបានរៀនក្បាច់រំកិលខ្លួនរកូលយ៉ាងរួចហើយក៏ដោយខណៈពេលកំពុងគិតយ៉ានស៊ីនមានអារម្មណ៍ដឹងពីរឿងអ្វីមួយគេងាកទៅចំហៀងយ៉ាងលឿនគេអាចដឹងពីធម្មពលអពមង្គលដែលភាយចេញមកពីអគារធំក្មេងប្រុសរបស់យើងប្រញាប់ចាប់យកដាវរបស់គេហើយរត់ទៅកាន់អគារនោះនៅពេលដែលគេចូលទៅកាន់តែជិតយ៉ានស៊ីនកាន់តែប្រកាសក្នុងចិត្តថាមានរឿងមិនស្រួលកើតឡើងហើយក្លិនឈាមកាន់តែខ្លាំងឡើងនៅពេលដែលគេចូលទៅកាន់តែជិតអគារនោះក៏ស្ងាត់ចងំពេកដែរខណៈពេលកំពុងរត់យ៉ានស៊ីនឃើញច្រកទ្វារមុនអគារមួយនៅឯច្រកចូលនៃអគារនោះក្មេងប្រុសរបស់យើងប្រញាប់រត់កាត់ច្រកទ្វារមួយយ៉ាងលឿនគេបានដឹងថាមាននរណាម្នាក់បានរៀបចំទម្រង់អន្តៈនៅពេលដែលគេទៅដល់អគារធំយ៉ានស៊ីនបានឃើញរឿងដ៏គួរឲ្យតក់ស្លុតមួយគេឃើញសាកសពនៃអ្នកបម្រើនិងឆ្មាំយ៉ាមដេកស្លាប់លើដីក្មេងប្រុសរបស់យើងមិនគួរឲ្យជឿសោះថាគេទើបតែចាប់អារម្មណ៍ដឹងថាមានរឿងអ្វីមួយកំពុងកើតឡើងនៅក្នុងហ្វូងគ្រឹះនេះគេដឹងថារឿងនេះប្រហែលជាកើតឡើងដោយសារតែទម្រង់អន្តៈនោះហើយខណៈពេលកំពុងសម្លឹងមើលជុំវិញយ៉ានស៊ីនដឹងថាអ្នកគ្រប់គ្នានៅលើដីសុទ្ធតែជាសមាជិកត្រកូលរបស់គេឆ្ងល់ថាតើជនល្មើសមានសមត្ថភាពក្បាច់គុណដ៏ខ្លាំងក្លាលើសលប់ដែរឬគេខណៈពេលដែលគេកំពុងសម្លឹងមើលសាកសពទាំងនោះមាននរណាម្នាក់បានសួរគេពីមូលហេតុដែលគេនៅមានជីវិតនៅឡើយនៅពេលដែលយ៉ានស៊ីនងើបមុខឡើងគេឃើញបុរសមួយចំនួនកំពុងសាងសាកសពអ្នកបម្រើបុរសក្បាលទំពេករាងធំម្នាក់បានដាវសំដៅមករកគេជាមួយនឹងទឹកមុខដ៏គួរឲ្យខ្លាចបុរសនោះបានប្រាប់ក្មេងប្រុសរបស់យើងថាគេគួរតែលាក់ខ្លួនទៅ
ប្រសិនបើគេអាចរស់រានមានជីវិតបាននោះបាក់ពួកម្នាក់របស់បុរសនោះបានប្រាប់គាត់ឲ្យបញ្ជូនយ៉ានឈិនទៅកាន់បរលោកទៅយ៉ានឈិនបានសម្លុកមើលបុរសនោះនៅពេលដែលគេឮបែបនេះបុរសក្បាលទំពេកនោះបានប្រាប់ក្មេងប្រុសរបស់យើងកុំឲ្យបន្ទោសគាត់អីគាត់បានប្រាប់គេថាគាត់គ្រាន់តែធ្វើតាមបញ្ជាប៉ុណ្ណោះគាត់បានប្រមូលផ្ដុំធម្មពលនៅក្នុងដៃរបស់គាត់ហើយស្ទុះទៅវាយប្រហារយ៉ានឈិនក្មេងប្រុសរបស់យើងចាប់កាក់ដៃរបស់បុរសនោះហើយប្រែដៃរបស់គេដើម្បីកំទេចវាចោលបុរសក្បាលទំពេកនោះស្រែកឡើងដោយក្តីឈឺចាប់គាត់បានដួលទៅលើដីហើយចាប់ផ្ដើមញ័រខ្លួនបាក់ពោះរបស់បុរសនោះមានការតក់ស្លុតនៅពេលឃើញអ្វីដែលក្មេងប្រុសរបស់យើងបានធ្លាយចូលពោះដៃរបស់គាត់ពួកគេប្រញាប់ចាប់យកដាវរបស់ពួកគេយ៉ាងលឿនបុរសដែលបានប្រាប់បុរសក្បាលទំពេកឲ្យសម្លាប់យ៉ានឈិននោះបានសួរគេពីអត្តសញ្ញាណរបស់គេក្មេងប្រុសរបស់យើងបញ្ចេញធម្មពលរបស់គេហើយលើកដាវរបស់គេឡើងជាមួយនឹងទឹកមុខដ៏មើងម៉ាត់គេបានប្រាប់បុរសនោះថាគេគឺជាកូនប្រុសទី3របស់ត្រកូលនេះភ្លាមនៅពេលដែលយ៉ានឈិនឈានជើងទៅមកបុរសក្បាលទំពេកនោះក៏ក្រោកឈរឡើងគាត់បានជាក្មេងប្រុសរបស់យើងថាជាអាថោកទាបគាត់បានប្រមូលផ្ដុំធម្មពលរបស់គាត់ហើយត្រៀមខួរវាយប្រហារមុនពេលដែលគាត់អាចឈានជិលបានមួយជំហានយ៉ានឈិនបានប្រើដៃរបស់គេកាត់ក្បាលរបស់គាត់ដាច់ដោយល្បឿនរលឿនមិនគួរឲ្យជឿបុរសក្បាលទំពេកនោះមិនបានដឹងថាមានរឿងអ្វីកើតឡើងនោះទេអ្វីដែលគាត់ដឹងនោះគឺថាគាត់លែងអាចមើលឃើញក្មេងប្រុសរបស់យើងច្បាស់ទៀតហើយយ៉ានឈិនស្ទុះទៅវាយប្រហារបុរសផ្សេងទៀតបុរសទាំងនោះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលឃើញបែបនេះក្មេងប្រុសរបស់យើងចូលទៅជិតពួកគេហើយប្រើប្រាស់ក្បាច់គុណមួយដែលត្រូវបានគេស្គាល់ថាជាសមត្ថភាពប្រភពគម្ពីរដើម្បីកាត់ក្បាលបុរសដែលនៅជិតគេបំផុតមុនពេលដែលបុរសម្នាក់ទៀតដែលនៅក្បែរគាត់អាចមានប្រតិកម្មតបយ៉ានឈិនបានហែករាងកាយរបស់គាត់ជាបំណែកបណ្ដៃដល់ពីរអ្នកទៀតមានការភ័យខ្លាចយ៉ាងខ្លាំងនៅពេលឃើញក្មេងប្រុសរបស់យើងកំពុងដាក់សម្ដៅមករកពួកគេមុនពេលពួកគេអាចវាយប្រហារបានយ៉ានឈិនបានកាត់កាដៃបុរសម្នាក់ហើយកាត់ក្បាលបុរសម្នាក់ទៀតភ្លាមបន្ទាប់ពីគាត់ធ្វើបែបនេះគាត់បានងាកក្រោយហើយចាក់បុរសដែលគាត់បានកាត់កដៃនោះចាំដើមទ្រូងបុរសនោះបានស្រែកឡើងដោយការឈឺចាប់យ៉ានស៊ីនមានអារម្មណ៍ធុញទ្រាន់នៅពេលឃើញទស្សនភាពនេះគាត់បានដកដាវរបស់គាត់ចេញពីរាងកាយរបស់បុរសនោះប្រុសក្មេងរបស់យើងបានសម្លឹងមើលបុរសទាំងនោះនៅពេលពួកគេដួលនៅពីមុខគាត់បានដកដង្ហើមធំនេះគឺជាលើកដំបូងរបស់គាត់ក្នុងការប្រើប្រាស់ក្បាច់ដាវរីករេជាសំណាងល្អយ៉ានស៊ីនអាចយល់ពីរបៀបដែលវាដំណើរការខណៈពេលដែលគាត់កំពុងសម្លឹងមើលដាវរបស់គាត់មាននរណាម្នាក់បានសរសើរគាត់អំពីក្បាច់ដាវរបស់គាត់ប្រុសក្មេងរបស់យើងបានងាកទៅចំហៀងយ៉ាងលឿនគាត់បានឃើញក្រុមបុរសអត្ថាក្បាលមកក្រុមទៀតបុរសម្នាក់ដែលពាក់ក្រមាជូក្បាលបានប្រាប់យ៉ានស៊ីនថាពួកល្ងងទាំងនោះចាញ់ដោយសារតែពួកគេធ្វេសប្រហែសទោះបីជាបុរសនោះនិយាយបែបនេះក៏ដោយតាមពិតគាត់មានការភ្ញាក់ឲ្យចំពោះភាពពូកែរបស់ប្រុសក្មេងរបស់យើងគាត់មិនដែលរំពឹងថាអ្នកដែលមានអាយុតិចបែបនេះនឹងមានជំនាញខាងនោះទេគាត់បានសួរយ៉ានស៊ីនថាតើគាត់បានហ្វឹកហាត់ក្បាច់ដាវរីករេពេញមួយជីវិតមែនទេប្រុសក្មេងរបស់យើងបានសួរទៅបុរសនោះវិញថាតើគាត់មកពីនិកាយអណ្ដាតភ្លើងលខាត់មែនទេបុរសនោះបានបង្ហើបប្រាប់គាត់ថាបុរសដែលដេកនៅលើដីគឺជាអ្នកមកពីនិកាយនោះគាត់បានពន្យល់ប្រាប់គាត់ថាពួកគេមកពីកុលសម្ពន្ធដាវកំណាតយ៉ានស៊ីនមានការភ្ញាក់អោនៅពេលឮបែបនេះគាត់មិនអាចជឿបានថាកុលសម្ពន្ធដាវកំណាតនិងនិកាយអណ្ដាតភ្លើងលោហិតស្ថិតនៅកន្លែងតែមួយនោះទេមេតាំង13ត្រូវបានគេនិយាយថាជាក្រុមដែលសាហាវខួខៅនិងមានអំណាចបំផុតនៅក្នុងពិភពគុណយ៉ានស៊ីនមិនអាចជឿបានថាកុលសម្ពន្ធដាវកំណាតនិងនិកាយអណ្ដាតភ្លើងលោហិតដែលទាំងពីរនេះសុទ្ធតែជាផ្នែកនៃមេតាំង13កំពុងស្ថិតនៅក្នុងភូមិគ្រឹះរបស់គាត់បានសួរទៅបុរសនោះឲ្យប្រាប់គាត់អំពីប្រភេទអាជីវកម្មដែលក្រុមទាំងពីររបស់ពួកគេមានជាមួយភូមិគ្រឹះបុរសនោះបានប្រាប់ប្រុសក្មេងរបស់យើងថាវាមិនមែនជាការងាររបស់គាត់យ៉ានស៊ីនបានញញឹមនៅពេលគាត់ឮបែបនេះដោយសារតែភាពពិតថាបុរសនោះកំពុងឆ្ពងសំណួរគាត់ជំនួសឲ្យការវាយប្រហារគាត់ប្រុសក្មេងរបស់យើងបានសួរទៅបុរសនោះថាតើគាត់ស្គាល់រូបគាត់ដែរឬទេបុរសនោះមានការភ្ញាក់អរនៅពេលឮបែបនេះគាត់មិនយល់ពីអ្វីដែលយ៉ានស៊ីនកំពុងនិយាយនោះទេប្រុសក្មេងរបស់យើងបានដឹងថាបុរសនោះមិនយល់ពីសំណួរឡើយគាត់បានសម្រេចចិត្តធ្វើឲ្យសំណួរនោះសាមជាងមុនគាត់បានសួរទៅបុរសនោះថាតើគាត់ដឹងទេថាគ្រួសាររបស់គាត់គឺជាផ្នែកមួយនៃបន្ទាយស្ងាត់ជ្រងំដែលជាសាខានិកាយដ៏ល្អបំផុតនៅក្នុងពិភពគុណគាត់បានប្រាប់បុរសនោះថាវានឹងក្លាយជាការឈឺចាប់សម្រាប់គាត់ប្រសិនបើគាត់សម្លាប់រូបគាត់ទោះបីជាគាត់ជាផ្នែកមួយនៃកុលសម្ព័ន្ធដាវកំណាចក៏ដោយនៅខណៈពេលដែលគាត់និយាយបែបនេះមាននរណាម្នាក់បានកំទេចជំជាងដ៏ធំមួយនៅក្បែរពួកគេមនុស្សម្នាក់ត្រូវបានគេវាយឲ្យហោះចេញពីម្ខាងទៀតនៃជំជាងមនុស្សនោះបានធ្លាក់មុខលើដីយ៉ាន់ឈិនមានការតក់ស្លុតនៅពេលឃើញមនុស្សម្នាក់នោះ
อดประกอบนะทาบรอมะเนะนี้คือชีกัมปูยุตจนมะเนะในนิกายจงนันบรอนุบานกิจะเชียมเจนหมกคลาเนเปกอดพีเยี่ยมกราวโชลังเพลียมบรรต่อปีบรอนุถือแบบนี้มนุษย์มะเนะเตี้ยตรอยบานเกไว้เอาหอโจนมากรังพนัยในภูมิกรือระบอบปรกเมงระบอบยึงมนุษย์มะเนะนี้ปลายเชียโยชินพฤติจารุปนี้บานโจจอดเลือได้หายปลายดาวระบอบเนียงดังใบตบครวนไอยันชินมันอาจเจือเนอไว้แด่กอดกำปุงเคยนุเตกอดดังทาปฏิจารุปนี้ตระบานเกสกอทาเจียเตบทีดาดาวปันตาตัวอย่างนาก็ด้อยเนียงกำปุงทาต่อสู้อย่างลำบากจมุยนรามะโปรกเมงระบะเยืองชงอทาต้าวโยชินกำปุงประยุทธ์จมุยนราเพลียมบรรตัวปีกอดเกตปีจำนุดนี้ยันชินบันดังปีเอาไว้มุ้ยได้กูไอรุนทดปฏิจาบานเงือบกบานล้างเนื้อเปได้เนียงก็ดังปีเวียด้วยเนียบรมณะบานเหาะโจนมาครองตีเทลียโปรกเมนระบะเยืองชงอทาต้าวกอดกำปุงสำลังเมือโนนาบรมณะนี้เมียนอาวทมปอขมายสอกขมายหนึ่งดาวปอเมียกอดกำปุงปัญเจนเนือทามาโปลดอกกูไอคลาดบรอนุบานเงียกบาลหายสำลังเมือตุยันชินบรอกเมนระบะเยืองบานเตรียมจำหอฟลิมเนเปกอดสำลังเมือตุกนงพแนระบะบรอนุกบาระบะกอดเมียนอารมณ์ทัสรัลกรันตามระยะการปาพแนกทอมดาปันเนาะบรอเดเมียนกระมาจูบกบาลบานดาตุจิตบรออาตกรรมนุให้ลุดจึงกงจอกอดบันเฮาบรอนุทาเจียเมกลสมปอนยันชินเป็นกาพยักษาเนเปลือแบบนี้บรอเสียงเตียดกบานลุดจึงกงจอได้ปรกเมงระบายเยื้องมนาเจือบานท่ากอดกำปุงสำลังเมลเมกลสมปอนดาวกำนัดได้จีบรอดได้กรุบกรองเลือกกลสมปอนดาวกำนัดได้จีแผนกมวยในเมฆทางดอกใบกราวเพลากาบรอมันอย่างนี้คือจิญญะนอมซาในกรวดมหันตรายนึกขนงปีพบกุลยันซินมันอาจโยบานทาแฮดเอาไว้บานจีบุรอฟได้เมียนฐานะสมานังเมดึกนอมในนิกายทมแต่งพำบูนมกสถิตด้วยกันไหลแบบนี้ปรกไม่อย่าบ่เยื้องบานสำลังเมยจุมวิงกอดบานกอดสำกวาวคืนทาโยสินหนึ่งบุรอมันแอกเตียดรงระบัวยันสินบานดึงทาในกรุบคณีนาทีนูบานสลับเอาหายปรกเมระบ่เยื้องบานดอกดังหามวิงกอดบานสำหรับจัดสากระบองครูนไอมุนเปกอดสลับกอดบานประมูธรรมปลระบกอดให้สตุตือไวประหาบุรอฟเปียกระมาจุบกระบาเมียงกายต่อสลดนกเปลคืนแบบนี้กอดบานจับดาวระบกอดเพลียมมุนเปลบุรอฟนุอาจไวประหาบานยันสินบานจะกอดจำดามตรวงโยสินเมียนกายพยักอาวนกเปลคืนแบบนี้เพราะไม่ระบเยื้อนบานแรงใดพี่บุรอฟนุให้ซัวตะเมกุลสัมปลันทาตาโลกอาจสำหรับเขียมบานได้หรือเตบรรต่อปีเอาไว้ได้เขียมบานเถื่อนี่สมาชิกกุลสัมปันเซงเตียดมีนอารมณ์ทุนตร้อนเนเปลือแบบนี้โปเกบานดอกดาวระบโปเกเจนยังเลือนเมกุลสัมปันบานปรับบุรสติงโนชุบสมาชิกกุลสัมปันมีนกาตอกสลุดเนเปลือแบบนี้เมกุลสัมปันบานปรับยานสินทาสมารัตระบกอดกินละอจริงสมารัตระบในครุบขเนียบรรโจขเนียตุเตียดประเทศจามีนกาพยักอาวเนเปลือแบบนี้โกนเจ้าระบกอดมีนกาตอกสลุดเนเปลือแบบนี้โปเกมันโยนปีเอาไว้ได้กำปงการล้างโนเตเมกุลสัมปอนบานปรับรอกเมย์ระบเยืองทากอดหนึ่งตกชีวัดไอกอดรอบเนอชิมวยหนึ่งตึกมุกดอมเมียนตำนกจัดยานซินบันปรับปุระนูทากอดมันอาจสำหรับรูปกอดบานลายกอดดอดดาวเจนปีสะซอบเฮยจงโอลเวียตุการทรัพลีเดอร์กอดบานเบิงเฮปรับปุระนูทากอดจิเจ้าบรอสไตมันแอกดระบอัตไตดีไวน์สอดสควอตลีเดอร์ในเดสเลตฟอร์เทรสโยซินมิงกาพเนี่ยเอาอย่างคลั่งเนื้อเปบันลือแบบนี้เนียงประกาศคลองเจ็ดทาดีไวน์ซอดคือเจเนี่ยได้คลั่งปิงพดในครงเดสเลตฟอร์เทรสโยงตามสำได้ระบบ Tribe Leader คือ Desolate Fortress ตรูบ้านบังการล่างโดย Imperial Family กระนงกุลหนังตุบสกัดรอกาซ้ำกำเนิดนามวยได้กำลังมูริมบุรักนูเชียทาเวียมันแม่นจีกำเนิดหล่อเต้กระนงกาโจแต่แปลกปานจะมวยกลุ่มแบบนี้ Tribe Leader บรรโจแต่ทันยานซินทากอดมันแม่นตกชีวิตโดยเกย์โดยสาวแต่มูลเหตุนี้เลยกอดบ้านบังเหิบรับกมิงเพราะระบบกอดทากอดโจจิตเกย์กอดปัญญูลปราบเกย์ทาจารัดแหลกกันนัดหนึ่งสมาร์ได้ระบบเกย์คือจีเอาไว้เดเนี่ยกบัดกุลดอมเมียนอิติปอลมันเนี้ยตรึกายในขนงจิงหูกเมงโปรระบเกกรอนแต่สำลังมือบรอนุด้อยกำหัง Tribe Leader บานปราบยานชินทาประสันบาเกมันชอบเปียกป้อนจิมวย Desolate Fortress เทกอดนั่งแต่ตัวเกเถื่อจิซะมันคานรอลคนี้มีกาพยักปาลอย่างคลังเนื้อเปลือแบบนี้บรอนุเลือกดาวระบขลวนรู้จักเวียแต่ขนงใดกอดปรับยานชินทาก
กอดหนึ่งถือเปลเวลีเอาเกมวยไงดำใบจากเจนปีที่นี่กอดปรับเขมงเพราะระบอกเกหนึ่งปฏิจาธากอดมันอนุญาตเอาตระโกลหรือบักปลูกนามวยเชียนเชื่องหมกเรือตึกใดนิลอยบรรทอปีนิเยแบบนี้กอดกองเงียกกร้อยห้อยดาวตัวหมกสมาชิกในกุลสมบัติบานตุกดาวระบอบปูเกห้อยดาวตามเมดึกน้อมระบอบปูเกมุนเปจากเจนปีอาเกียเมดึกน้อมบานปรับยานชินทากอดหนึ่งแต่งแต่บากจำหน่ายสำหรับการประกวดจมวยเกจีเนกกอดปรับเกอ่อยหมกตามโรกอดเนเปได้เกตริมคลูนรุ่ยร้อนดำใบซองศึกยานชินสำหลังเมือนบรันนูดอยกำหังเนเปหรือแบบนี้บรรทอปีนิเยรวดเมดึกน้อมกอดจากเจนปีอาเกียเตอเขมงเพราะระบอกเกบานรกซารูปพี่ระบอกเมดึกน้อมเนาะตุกขนงกบาระบอกเกบานจาเวตุกขนงจัดอย่างฉบาดในครั้งฉุดบรรทอบยังคืนยานชินกำพงสำหลังมือนางกายปุกระบอกเกคือปุกระบอกเกกำพงกอกเกปรับบระโนท้าเกเนื้อกระบายกวาดนี้เองดามังลูกใดตุปะกุลเพราะระบอกกอดโดยสำเลงเยอะกวาดบานสัวยานชินปรับกวาดท้าแฮดเอาไว้บานจีเกคลังแบบนี้ก็ไม่เพราะระบบเกปุญยุลปรับปุกเกท้าเกบานปราบศิลปะจรณาระบบตระโกลยังได้เกบานบังกาดลังดามังเมียนกาพยักเผายังครั้งเนเปหรือแบบนี้กอดมันจ้องเจือท้าคุณเพราะระบบกอดบานบังกาดกระบัดกุลโดยครูนไอนูเตกอดนึกเคยกาพิเปได้ยานชินปรับกอดท้าเกบานบังกาดกระบัดกุลโดยปลายเปเจกเตตระโกระบบปุกเกเนเปนูดามังเงียหมกวิงห้อยสัวคุณเพราะระบบกอดเอานิเจเอาไว้ได้เกบานนิเจไม่ดองเตียดโดยตึกหมกคึงสมบาบรอนูบานสัวขมิงเพราะระบบเกทาต้าเอาไว้ได้ทัวได้ตัวสัตเอาเกหมกไก่ปลายกระบัดกุลประดัดหมกระบาตระโกลปุกเกเมตระโกลสัวขมิงเพราะระบบเกทาต้ากี้กำปุงสมดาวเลือกกระบัดกุลได้เกบานปราบกอดแมนดาริเตกอดเฮากระบัดกุลนูทาจีศิลปะดอศักดิ์สิทธิ์ได้บังการลังโดยตระโกลระบบปุกเกโดยมีนตึกแผนกขนมแผนกดามังปรับโกนเพราะระบอกกอดทากอดเป็ดจีละงงคลาวเปกเฮยกอดมันนึกสมันทาโกนปรับตีใบระบอกกอดบ้านอภิวัตกบัดกุลระบอกตระโกลโปเกเอาประสาลางโนเตเมตระโกลปรับยานสินทาเกมีนลักษณะสมบัติเจสทาปนิกมันนักบรอนูมันจ้องเจือทาแนกได้มีนจำเนียงโดยจียานสินคือจีโกนปรระบอกกอดลายเนื้อขณะปีได้กอดกึดดอเรื่องนี้กอดก็บัดบองสมาร์เดเตอร์เขมงปรระบอเยิงกันไดโอโปเกอย่างแน่นโกนปรที่ปีแสกหาโอปกระบอกครวนเขมงปรระบอเยิงคราวช้อลางห้าวเหยียกตรอกชีฟสตวดเกสัวกอดไอปรับเกทาตาหายาอย่างไม่ตาหายบรอนุทุนเนียดอยานสินทาขโมยสรีระบอกเกมีนสวัสดิเพียบแน่กอดปรับเกทาขมิงสรีนุกรอนแต่เกงโลกบนเนาะปีปลุกจำริดจากมโจวิทยาศาสตร์ระบะเนียงตระบานบัดขตบโยงตามสตวดจำริดจากมโจระบะหายาตระบานบัดดำใบอันเนียงสันลบหายบรรทอหมอกเนียงตระบานเกลียกตกดำใบกำหอยปุกเขตกอรอกเนียงเคยขมิงปรระบะเยิงฮารุบองปรระบะเกสมัยกว่าจินจำหายาในขนมจองนานเซกเกปัญจุลปรับกว่าทาขมิงซอยโตดหนูเมียนเพียบจกสำรงอย่างวิเศษวิสาลจมวยหนึ่งเทียดแตงปรามเกทุเนียปรับกว่าทาปักหนึ่งตะปูยกเนียงบองปรนูสู้ยานซีนอมบีเอาไว้ได้เกหนึ่งเถื่อบรรต่อขมิงปรระบเยิงปรับบองปรระบเกทาเกหนึ่งมือทายคลุนเองเนื้อขณะเปียได้เกนิยีแบบนี้เยซีนก็ดามาตามรอกเกยานซีนสู้สเตรมอยากนุทาต้าเนียงหนึ่งจากเจงตะเฮยแมนเตปรุติจ้าปุญยุลปรับกระเมงปรระบเยืองทาเนียงตรรายกาปิสถานเพียบตะการจองนานแสกจิบันต้วนเนเปนิได้ไทยเรนสวอร์ทไรบลีเดอร์บันโจโมเปียป่วนเยสินสูยานสินทาต้าเกหนึ่งเตาเดโซเลตฟอร์เทรสตำบริจุบกรุษาข้างมาได้ระบเกแมนเตได้เมียนกระแสพเนกสรงหุดสรงฮดกระเมงปรระบเยืองปรับปฏิจ้าทาเอาไว้ได้ในนิเยคือตรำตราหอยเกบังเฮปรับเนียงทาเกกมิงกลายนาบเสียงเตียดได้เกไอเตอร์ดำใบคลายชินเนคลังชนิบานลอยเนื้อเปลี่ยนลือแบบนี้เยซินบันทลอสำเนานอมยันซินถึงการจองนานมองทินกระเมงโปรระบายเยืองบันออกคนสเตรมันแหนนูจุมโพคาทลอสำเนดอกเกปรับเนียงทาเกปุจิมินกติยุทนะเยซินบึงเฮปรับยันซินทาเนียงมินกำรงแนนอมเกเอาเธอชิเซอร์ระบเมปะเขมรปรระบายเยินหนึ่งบรอปีเนติดมินกาพญาเอาอย่างคลังเนื้อเปลี่ยนลือแบบนี้ปฏิจารเทเนียดอลยันชินทาเวกุจิเรียนได้ไอตัวรุยสำหรับมนุษย์โดยเจเกยานชินดังท้าสับตัวระบจองนานเซตหนึ่งไอเรียนศิลปะศักดิ์สิทธิ์ดอกกัมพูลบานเอาไว้เดลอบมหอดนูคือเมบากจองนานเซตคือชี้ยักใบกุลเมืองยักหนึ่งจำนำในการดาวกัมพูเทียงดอบเนื้อขนมพิภพโลก
ទោះបីជាក្មេងប្រុសរបស់យើងដឹងពីការពិតនេះក៏ដោយក៏គេនៅតែបដិសេធសំណរនោះដែរគេបានសំទោសទៅកាន់ព្រឹទ្ធាចារ្យយូស៊ីនញញឹមនៅពេលនាងឮបែបនេះនាងប្រាប់ក្មេងប្រុសរបស់យើងថានាងគ្រាន់តែចង់បានអ្នកដែលមានសមត្ថភាពដោយរូបគេតែប៉ុណ្ណោះយ៉ានឈិនសូមឲ្យនាងអភ័យទោសឲ្យរូបគេព្រឹទ្ធាចារ្យធានាចំពោះគេថាវាមិនអីនោះទេនាងប្រាប់គេថាទ្វារនៃបាករបស់ពួកគេនឹងបើកចំហសម្រាប់គេជានិច្ចនៅខណៈពេលដែលគេបានឮបែបនេះក្មេងប្រុសរបស់យើងប្រាប់ស្ដីនោះថាគេមានសំណួរមួយយូស៊ីនសូមឲ្យគេចែករំលែកចំណូលរបស់គេយ៉ានឈិនហ្វុនយល់ប្រាប់នាងថាគេដឹងថានាងគឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សចាស់ៗក្នុងចំណោមពូជអម្បូរដ៏ខ្ពង់ខ្ពស់ដោយមានទឹកមុខមើងម៉ាត់ក្មេងប្រុសរបស់យើងសួរស្ដីនោះថាតើនាងដឹងពីវិធីដើម្បីទទួលបានផ្លែឈើនៃដើមឈើពិភពលោកដែរឬក៏យូស៊ីនមានការតក់ស្លុតជាខ្លាំងនៅពេលឮបែបនេះផ្លែឈើនៃដើមឈើពិភពលោកត្រូវបានការពារដោយមេដឹកនាំបន្តែរហោឋានដែលអធិរាជបានទទួលស្គាល់ថាជាស្ដេចនិងជាអ្នកដែលមានឋានៈស្មើគ្នាវាត្រូវបានគេនិយាយថាផ្ដល់ជីវិតអមតៈនិងភាពក្មេងជាងវ័យដល់អ្នកដែលបានបរិភោគវាជាកំណប់ទ្រព្យពីឋានសួគ៌យ៉ានឈិនជឿជាក់ថាគេនឹងអាចថែមអាយុកាលដ៏ខ្លីរបស់គេបានប្រសិនបើគេបានបរិភោគផ្លែឈើនេះយូស៊ីនបង្ហាញប្រាប់ក្មេងប្រុសរបស់យើងថានាងមិនទាន់បានរស់នៅដល់ពាក់កណ្ដាលនៃអាយុកាលរបស់នាងផ្ទាល់ផងដូច្នេះនាងមិនមានអំណាចណាមួយលើដើមឈើពិភពលោកនោះទេយោងតាមព្រឹទ្ធាចារ្យមេដឹកនាំបន្តែរហោឋានអាចផ្ដល់ផ្លែឈើនេះទៅឲ្យអ្នកដទៃបានយ៉ានឈិនប្រាប់ព្រឹទ្ធាចារ្យថាគេត្រូវទៅកាន់បន្តែរហោឋានយូស៊ីនពន្យល់ប្រាប់ក្មេងប្រុសរបស់យើងថាវត្ថុនោះមិនងាយនឹងទទួលបាននោះទេនាងប្រាប់គេថាវត្ថុនោះគឺជាវត្ថុសក្ការៈសូម្បីតែក្នុងចំណោមពូជអម្បូរដ៏ខ្ពង់ខ្ពស់ក៏ដោយយ៉ានឈិនពន្យល់ប្រាប់នាងថាគេមិនដឹងពីវិធីផ្សេងទៀតដើម្បីសង្គ្រោះខ្លួនឯងនោះទេគេប្រាប់យូស៊ីនថាគេនឹងត្រូវក្លាយជាមេដឹកនាំកងពលដោទេពនិងសម្រេចបាននូវសមិទ្ធផលដ៏អស្ចារ្យព្រឹទ្ធាចារ្យអនក្បាលហើយធានាចំពោះក្មេងប្រុសរបស់យើងថានាងនឹងលើកទឹកចិត្តគេពីចម្ងាយបន្ទាប់ពីនិយាយបែបនេះនាងក៏ងាកក្រោយហើយប្រាប់យ៉ានស៊ីនថានាងត្រូវចាកចេញដើម្បីយកព័ត៌មានថ្មីៗទៅកាន់បាក់នាងហៅបរិះខ្ពស់នោះថាដាវច្រាំងថ្មហើយបរិះទៀបថាកណ្ដាប់ដៃវិញ្ញាណកណ្ដាលនាងប្រាប់ក្មេងប្រុសរបស់យើងថាបរិះទាំងនោះនឹងនៅទីនេះដើម្បីបោសសម្អាតទីកន្លែងនេះបរិះទាំងនោះលើកដៃសំពះហើយទទួលយកបញ្ជាបន្ទាប់ពីនិយាយបែបនេះនាងក៏ចាកចេញទៅទិដ្ឋភាពបានផ្លាស់ប្ដូរហើយយើងឃើញក្មេងប្រុសរបស់យើងនិងគ្រួសាររបស់គេកំពុងចាកចេញពីភូមិគ្រឹះរបស់ពួកគេយ៉ានស៊ីនអរគុណបរិះទាំងពីរនាក់សម្រាប់ការជួយរបស់ពួកគេដោយមានទឹកមុខក្រៀមក្រំកណ្ដាប់ដៃវិញ្ញាណកណ្ដាលសូមឲ្យក្មេងប្រុសរបស់យើងគុំអរគុណពួកគេអីគេប្រាប់យ៉ានស៊ីនថាពួកគេក៏បានដើរតួយ៉ាងសំខាន់នៅក្នុងសោកនាដកម្មនេះដែរមុនពេលយ៉ានស៊ីនចាក់ចេញបងប្រុសរបស់គេបានហៅគេខណៈពេលកំពុងពោហាយ៉ាបុរសនោះប្រាប់ប្អូនប្រុសរបស់គេថាការសំទោសគឺមិនគ្រប់គ្រាន់ដើម្បីលុងពេលសម្រាប់អ្វីគ្រប់យ៉ាងដែលបានកើតឡើងចំពោះគេនៅក្នុងត្រកូលនោះទេគេសន្យាជាមួយយ៉ានស៊ីនថាគេនឹងធ្វើជាបងប្រុសដ៏ល្អជាងនេះនៅពេលក្រោយដែលពួកគេជួបគ្នាគេសូមឲ្យក្មេងប្រុសរបស់យើងរស់រានមានជីវិតឲ្យខានតែបានយ៉ានស៊ីនបង្ហាញប្រាប់បងប្រុសរបស់គេថាគេមិនមែនជាអ្នកមានសមត្ថភាពនោះទេគេប្រាប់បងប្រុសថាគេត្រូវតែហ្វឹកហាត់ដូចជាជីវិតរបស់គេពឹងផ្អែកលើវាអញ្ចឹងបុរសនោះធានាចំពោះក្មេងប្រុសរបស់យើងថាគេនឹងធ្វើឲ្យអស់ពីសមត្ថភាពហើយយ៉ាងើបក្បាលឡើងដើម្បីមើលក្មេងប្រុសរបស់យើងនាងហៅគេថាពូយ៉ានស៊ីនសូមឲ្យបងប្រុសរបស់គេការពារក្មួយស្រីរបស់ពួកគេងាកទៅរកញាតិមើលការខុសត្រូវហើយសួរគេអំពីអ្វីដែលគេក្រុងនឹងធ្វើនៅពេលនេះញាតិមើលការខុសត្រូវបង្ហាញប្រាប់យ៉ានស៊ីនថាមានសាខាតូចៗនៃគ្រួសាររបស់ពួកគេនៅទូទាំងណានយ៉ាងគេប្រាប់យ៉ានស៊ីនថាគេនឹងមើលថែទ្រព្យសម្បត្តិនៅសេសលដោយសារតែខ្សែឡូវីតនៃគ្រួសារនៅតែមានជីវិតក្មេងប្រុសរបស់យើងប្រាប់បរិះនោះថាគេកំពុងដំណើរទៅកាន់បន្តែរហោឋានគេប្រាប់បរិះនោះថាគេសង្ឃឹមថាពួកគេអាចជួបគ្នាពីពេលមួយទៅពេលមួយយ៉ានស៊ីនប្រាកដក្នុងចិត្តថាមេអ្នកមើលការខុសត្រូវនឹងអាចជួយបានដោយសារគេចេះក្បាច់គុណមុនពេលចាក់ជ័យក្មេងប្រុសរបស់យើងសូមឲ្យអ្នកមើលការខុសត្រូវរស់នៅក្នុងជីវិតដ៏សុខស្រួលគេសូមឲ្យបរិះនោះមើលថែខ្លួនឯងអ្នកមើលការខុសត្រូវមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលឮបែបនេះបន្ទាប់ពីនិយាយបែបនេះយ៉ានឈិនក៏ដើរទៅមុខ
អ្នកមើលការខុសត្រូវសម្លឹងមើលក្មេងប្រុសរបស់យើងដើរចេញទៅគេមិនអាចជឿបានទេថាយ៉ានឈិនបានសុំឲ្យគេរួមនៅក្នុងជីវិតដ៏សុខស្រួលបុរសនោះដឹងថាគ្មានកូនចៅជំនាន់ក្រោយផ្សេងទៀតនៃត្រកូលយ៉ាងធ្លាប់និយាយបែបនេះទៅកាន់គេឡើយបន្ទាប់ពីគេត្រូវបានទទួលចិញ្ចឹមដោយមេគ្រួសារមុនបុរសនោះឱនក្បាលគោរពយ៉ានឈិននៅក្នុងទិដ្ឋភាពបន្ទាប់យើងត្រូវបាននាំទៅកាន់សៀងយ៉ាងវាជាទីក្រុងដ៏ស្រស់ស្អាតនិងរស់រវើកយ៉ានឈិនចូលទៅក្នុងបារមួយហើយដើរតាមអ្នកបម្រើម្នាក់ទៅកាន់ជាន់ខាងលើបង្អស់គេដាក់កាបូបរបស់គេនៅលើតុហើយសម្លឹងមើលទីក្រុងពីជាន់ខាងលើគេមានអារម្មណ៍ធូរស្រាលដែលឃើញថាទីបំផុតគេបានមកដល់ហើយខណៈពេលដែលគេកំពុងសម្លឹងមើលជុំវិញគេបានឮមនុស្សមួយចំនួននិយាយអំពីភាពអស្ចារ្យនៃបន្ទាយរហ័សឋានបុរសធាត់ម្នាក់ប្រាប់មិត្តភក្តិរបស់គេថាមនុស្សនៅទូទាំងវាទំនាបកណ្ដាលមកជួបជុំគ្នានៅទីនោះដោយសារតែបន្ទាយរហ័សឋានយោងតាមបុរសនោះម្ចាស់បារបានប្រាប់គេថាគាត់អស់ស្រាហើយមិត្តភក្តិរបស់បុរសនោះប្រាប់គេថាវាពិតជាមានភាពច្បុកច្បល់ណាស់នៅក្នុងភោជនីយដ្ឋាននៅពេលបច្ចុប្បន្ននេះគឺដោយសារតែអ្នកក្បាច់គុនដែលមកចូលរួមការប្រឡងចូលតែងតែស្រវឹងជានិច្ចយ៉ានឈិនមានការតក់ស្លុតនៅពេលឮថាមានការប្រឡងចូលនៅក្នុងបន្ទាយរហ័សឋាននៅខណៈពេលដែលគេគិតពីរឿងនេះមាននរណាម្នាក់សួរគេថាតើគេនៅទីនោះដើម្បីចូលរួមការប្រឡងចូលដែរឬគេក្មេងប្រុសរបស់យើងងើបក្បាលឡើងយ៉ាងលឿននៅពេលគេឮបែបនេះគេឃើញអ្នកក្បាច់គុនម្នាក់នៅពីមុខគេក្មេងប្រុសនោះមានឈ្មោះថាវុនចងយ៉ានឈិនសូមឲ្យក្មេងប្រុសនោះប្រាប់គេថាហេតុអ្វីបានជាគេមកទីនេះវុនចងសូមទោសយ៉ានឈិនចំពោះការប្រញាប់ពេកគាត់បានប្រាប់ក្មេងប្រុសរបស់យើងថាគាត់គ្រាន់តែមានអារម្មណ៍ចាប់អារម្មណ៍យ៉ាងខ្លាំងដែលបានឃើញអ្នកប្រកួតប្រជែងម្នាក់ដែលមានអាយុតិចជាងគាត់បានណែនាំខ្លួនគាត់ទៅកាន់ក្មេងប្រុសរបស់យើងហើយប្រាប់គេថាគាត់មកពីសានស៊ីគាត់បានហៅកន្លែងនោះថាជាកន្លែងដែលនៅឆ្ងាយខ្លាំងណាស់ក្មេងប្រុសរបស់យើងក៏បានណែនាំខ្លួនគាត់ទៅកាន់វុនចងវិញដែរគេបានប្រាប់គាត់ថាគេមកពីស្រុកស៊ីនហ្កាវុនចងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលបានឮបែបនេះគាត់មិនអាចជឿបានទេថាក្មេងប្រុសរបស់យើងមកពីកន្លែងណាមួយដែលនៅក្បែរនេះគាត់បានប្រាប់យ៉ានឈិនថាការធ្វើដំណើររបស់គេប្រកបជាមានភាពងាយស្រួលគាត់បានបង្ហើបប្រាប់ក្មេងប្រុសរបស់យើងថារូបគាត់ផ្ទាល់ត្រូវប្រយុទ្ធជាមួយពួកចៅព្រៃបៃតងនិងហែលទឹកតទល់នឹងពួកចៅសមុទ្រនៃបន្ទាយចៅសមុទ្រគាត់បានប្រាប់យ៉ានស៊ីនថាក្បាច់គុនក្នុងទឹករបស់ពួកចៅសមុទ្រទាំងនោះពិតជាសាហាវខួខៅខ្លាំងណាស់យ៉ានស៊ីនក៏បានជួបប្រទះនឹងពួកចៅខ្លះដែរនៅពេលដែលគេកំពុងធ្វើដំណើរទោះជាយ៉ាងណាក៏ដោយក្មេងប្រុសរបស់យើងបានកាប់សម្លាប់ពួកគេយ៉ាងងាយស្រួលគេប្រាប់វ៉នឆុងថាការធ្វើដំណើររបស់គេគឺមានភាពងាយស្រួលគួរសមក្មេងប្រុសនោះបានសម្លឹងមើលជុំវិញខ្លួនដើម្បីចង់ដឹងថាមាននរណាម្នាក់នៅក្បែរគេដែរឬទេគាត់បានរំកិលខ្លួនចូលទៅជិតក្មេងប្រុសរបស់យើងហើយប្រាប់គេថាពួកគេអាចក្លាយជាមិត្តភក្តិនឹងគ្នានិងចែករំលែកព័ត៌មានណាមួយអំពីការធ្វើតេស្តទៅវិញទៅមកយ៉ានស៊ីនបានសួរវ៉នឆុងថាតើពិតជាមានការធ្វើតេស្តមែនឬក្មេងប្រុសនោះមានការតក់ស្លុតជាខ្លាំងនៅពេលបានឮសំណួរនេះគាត់បានលើកសម្លេងរបស់គាត់ហើយប្រាប់ក្មេងប្រុសរបស់យើងថាការធ្វើតេស្តនេះត្រូវបានគេស្គាល់ថាជាការសាកល្បងនៃបន្ទាយស្ងាត់ជំងំយោងតាមសម្ដីរបស់វ៉នឆាំងបន្ទាយស្ងាត់ជំងំគឺមានភាពខុសប្លែកពីក្រុមគុណនិយមធម្មតាដោយគ្រានឹងអ្នកដូចចង់ខ្លាយជាមន្ត្រីរាជការត្រូវមានចំណេះជ្រៅជ្រះទាំងផ្នែកក្បាច់គុននិងអក្សរសាស្ត្រដែរគឺមានការធ្វើតេស្តមួយសម្រាប់តែការចូលរួមជាមួយបន្ទាយស្ងាត់ជំងំតែប៉ុណ្ណោះយ៉ានស៊ីនបានសួរក្មេងប្រុសនោះថាតើនោះជាមូលហេតុដែលមនុស្សជាច្រើនមកជួបជុំគ្នានៅទីនេះមែនទេវ៉ាន់ឆុងបានពន្យល់ប្រាប់ក្មេងប្រុសរបស់យើងថាវាមិនសំខាន់ទេប្រសិនបើគេមានមូលដ្ឋានគ្រឹះណាមួយឬអត់នៅខណៈពេលដែលគេចូលរួមជាមួយអង្គការឱកាសនិងការបង្រៀននឹងត្រូវបានផ្ដល់ជូនដល់គេដោយសារតែហេតុនេះហើយទើបអ្នកក្បាច់គុនគ្រប់រូបមកទីនេះដើម្បីសាកល្បងសំណាងរបស់ពួកគេមានមនុស្សរាប់មិនអស់ដែលបានរៀនក្បាច់គុនផ្សេងៗគ្នាគ្រាន់តែដើម្បីឲ្យជាប់ការតេស្តនេះបន្ទាយស្ងាត់ជំងំគឺជាក្រុមគុណនិយមដែលខ្លាំងបំផុតនៅក្នុងលោកvàក៏ជាកន្លែងនៃក្បាច់គុនដែលធ្វើឲ្យបេះដូងរបស់មនុស្សគ្រប់គ្នាដែលញាប់ញើមនុស្សភាគច្រើននឹងនិយាយថាប្រសិនបើអ្នកចង់តតាំងនឹងពិភពលោកដោយប្រើតែអាវុធមួយប្រភេទអ្នកត្រូវទៅកាន់បន្ទាយស្ងាត់ជំងំដោយសារតែគ្រួសាររាជវង្សដែលគ្រប់គ្រងលើតំបន់វាលទំនាបកណ្ដាលនឹងធ្វើសកម្មភាពដើម្បីគ្រប់គ្រងក្រុមគុណនិយមទាំងឡាយដូច្នេះឱសថទិព្វនិងក្បាច់គុនកម្រិតខ្ពស់ទាំងអស់ដែលប្រមូលបានពីជុំវិញពិភពលោកកំពុងរងចាំនៅក្នុងបន្ទាយនេះវ៉ុនឆុងបានបញ្យល់ដល់យ៉ានស៊ីនថាមនុស្សមួយចំនួនជឿថាបាក់ធំដែលមានប្រពៃណីយូរលង់គឺល្អជាងបន្ទាយស្ងាត់ជ្រងំដោយមានស្នាមញញឹមលើផ្ទៃមុខក្មេងប្រុសនោះបាននិយាយថា
มนุษย์แต่งนี้มันดังท่าពួកគេកំពុងនិយាយអ្វីនោះទេគាត់និយាយថាក្រុមគុណនិយមដែលបង្កើតឡើងដោយជនសាមញ្ញมันអាចខ្លាំងជាងបន្ទាយស្ងាត់ជ្រងំបានឡើយក្មេងប្រុសរបស់យើងក៏ក្រេបភេសជ្ជៈរបស់គេបន្តិចហើយប្រាប់ក្មេងប្រុសនោះថាគេយល់ហើយវិនឆុងបានបង្ហើបប្រាប់យ៉ានស៊ីនថាមនុស្សភាគច្រើនមិនអាចប្រឡងជាប់ក្នុងការសាក់លបងតែម្ដងនោះទេយ៉ានស៊ីនគ្រាន់តែប្រាប់ក្មេងប្រុសនោះថាគេយល់ហើយវិនឆុងបានបញ្យល់គេថាមនុស្សបែបជាទូទៅប្រឡងជាប់គឺជាអ្នកដឹកនាំចំនួនក្រោយនៃត្រកូលក្បាច់គុណល្បីៗដែលកំពុងមានឈ្មោះបោះសម្លេងនៅក្នុងលោកនិងព្យាយាមស្វែងរកគេឈ្មោះដោយមានស្នាមញញឹមលើផ្ទៃមុខវិនឆុងបានសួរក្មេងប្រុសរបស់យើងថាតើគេនឹងចូលរួមធ្វើតេស្តជាមួយគាត់នៅថ្ងៃស្អែកដែរឬទេដោយមិនផ្ញើព្រឹត្តិកម្មអ្វីសូម្បីតែបន្តិចយ៉ានស៊ីនបានប្រាប់ក្មេងប្រុសនោះថាគេយល់ព្រមតាមការស្នើសុំរបស់គាត់វិនឆុងមានអារម្មណ៍ភ័យអរនៅពេលបានឮបែបនេះគាត់មិនយល់ថាហានអ្វីបានជាក្មេងប្រុសរបស់យើងមិនមានព្រឹត្តិកម្មអ្វីសូម្បីតែបន្តិចចំពោះអ្វីដែលគាត់បាននិយាយសោះវិនឆុងបានប្រាប់យ៉ានស៊ីនថាគេជាមនុស្សដែលមិនសូវខ្វល់ខ្វាយច្រើននៅពេលដែលគាត់បន្តនិយាយក្មេងប្រុសរបស់យើងក៏ឈប់ស្ដាប់យ៉ានស៊ីនមានអារម្មណ៍រីករាយដែលបានដឹងថាគេអាចចូលរួមជាមួយក្រុមនេះបានដរាបណាគេអាចប្រឡងជាប់គេមិនចង់សុំជំនួយពីគ្រួសារខាងម្ដាយរបស់គេទេព្រោះគេមិនដឹងថាពួកគេរស់នៅទីណាឬមានរូបរាងបែបណានោះទេនៅថ្ងៃបន្ទាប់យើងឃើញយ៉ានស៊ីននិងវុនឆុងដើរចូលទៅក្នុងបន្ទាយដើម្បីធ្វើតេស្តរបស់ពួកគេអ្នកចូលរួមត្រូវបានផ្ដល់ស្លាកដែលមានលេខសម្គាល់ក្មេងប្រុសរបស់យើងទទួលបានលេខ13បន្ទាប់ពីទទួលយកស្លាករបស់គេហើយយ៉ានស៊ីនបានសម្លឹងមើលជុំវិញខ្លួនគេស្ថិតនៅក្នុងសង្វៀនជាមួយអ្នកចូលរួមផ្សេងទៀតនិងមន្ត្រីត្រួតពិនិត្យ2នាក់យោងតាមសម្ដីរបស់វុនឆុងអ្នកចូលរួមនឹងប្រឡងជាប់ប្រសិនបើអ្នកត្រួតពិនិត្យទទួលយកផ្លាករបស់ពួកគេទោះជាយ៉ាងណាក៏ដោយប្រសិនបើគាត់ប្រាប់អ្នកឲ្យយកវាទៅប្រគល់ឲ្យកន្លែងទទួលភ្ញៀវវិញនោះមានន័យថាអ្នកធ្លាក់ហើយការប្រឡងលើកទី2គឺជាការប្រកួតចម្រុះក្មេងប្រុសរបស់យើងបានសួរវុនឆុងថាតើមានការប្រឡងលើកទី3ដែរឬទេក្មេងប្រុសនោះបានប្រាប់យ៉ានស៊ីនថាការប្រឡងលើកទី3គឺជាការសម្ភាសជាមួយម្ចាស់បន្ទាយស្ងាត់ជ្រងំយ៉ានស៊ីនមានការតក់ស្លុតយ៉ាងខ្លាំងនៅពេលបានឮបែបនេះគេបានសួរមិត្តភ័ក្តិរបស់គេថាតើគាត់ប្រកាសដែរឬទេមានអ្នកក្បាច់គុណជាច្រើនអ្នកដែលមកកាន់សៀងយ៉ាងគ្រាន់តែដើម្បីឱកាសនេះដើម្បីមានការសន្ទនាជាមួយកំពូលអ្នកខ្លាំងដូចជាម្ចាស់បន្ទាយវាគឺជាឱកាសដ៏អស្ចារ្យបំផុតអ្នកក្បាច់គុណទាំងនេះសង្ឃឹមថានឹងទទួលបាននូវការយល់ដឹងដ៏ជ្រាលជ្រៅណាមួយយ៉ានឈីនបានប្រាប់ក្មេងប្រុសនោះថាគេយល់ហើយភ្លាមបន្ទាប់ពីគេនិយាយបែបនេះអ្នកត្រួតពិនិត្យបានប្រកាសថាការប្រឡងលើកដំបូងគឺអំពីវិជ្ជាដាវរហ័សយោងតាមសម្ដីរបស់គាត់បេក្ខជនត្រូវបង្ហាញការគ្រវីដាវមួយដងជាមួយនឹងបច្ចេកទេសដែលលឿនបំផុតដែលពួកគេមានអ្នកត្រួតពិនិត្យនឹងមើលនិងវិនិច្ឆ័យបច្ចេកទេសនោះដោយផ្ទាល់វ៉នឆុងបានលើកដៃឡើងហើយសុំធ្វើជាអ្នកទី1អ្នកត្រួតពិនិត្យបានយល់ព្រមតាមសំណើរបស់គេអាឡងងនោះពិតជាបានស្ម័គ្រចិត្តដោយសារតែគេមានអារម្មណ៍ភ័យអរយ៉ានឈីនជឿថាការធ្វើតេស្តនេះគឺសាមញ្ញទេព្រោះពួកគេគ្រាន់តែត្រូវបង្ហាញបច្ចេកទេសដាវដ៏លឿនមួយដើម្បីឲ្យជាប់វ៉នឆុងបានដកអាវក្រៅរបស់គេចិននៅខណៈពេលដែលគេដាក់ដៃលើដាវរបស់គេយ៉ានឈីននិងមនុស្សដែលកំពុងមើលព្រឹត្តិការណ៍នោះបានសម្លឹងមើលគេយ៉ាងយកចិត្តទុកដាក់យ៉ានឈីនបានកត់សម្គាល់ឃើញថាវ៉ាន់ឆុងមានវិញ្ញាណដែលត្រូវបានដោះខាត់យ៉ាងល្អគេអាចដឹងថាក្មេងប្រុសម្នាក់នេះខ្លាំងពោលគឺគេថែមទាំងខ្លាំងជាងក្រុមចរមួយចំនួនដែលក្មេងប្រុសរបស់គេបានជួបនៅតាមផ្លូវមកទីនេះទៅទៀតវ៉ាន់ឆុងបានឈរក្រុងទម្រង់ត្រៀមលក្ខណៈនិងបញ្ចេញថាមពលរបស់គេបានដកដង្ហើមធំហើយក្រវីដាវរបស់គេទស្សនិកជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលបានឃើញការបង្ហាញរបស់ក្មេងប្រុសម្នាក់នេះម្នាក់ក្នុងចំណោមពួកគេបាននិយាយថាក្មេងប្រុសម្នាក់នេះមានអារម្មណ៍ខុសប្លែកពីគេអះអាងថាគេឃើញត្រឹមតែសម្រោប៉ុណ្ណោះវ៉ាន់ឆុងបានសម្លឹងមើលអ្នកត្រួតពិនិត្យដោយក្តីបារម្ភចំពោះការឆ្លើយតបរបស់គាត់បរិមនោះបានប្រាប់គេថាបច្ចេកទេសរបស់គេមិនអន់នោះទេគាត់បានប្រាប់ឲ្យវ៉ាន់ឆុងប្រគល់ផ្លាកសញ្ញារបស់គេមកឲ្យគាត់ក្មេងប្រុសនោះមានសេចក្តីត្រេកអរណាស់ដែលបានលើបែបនេះហើយគេបានអរគុណបរិមនោះអ្នកត្រួតពិនិត្យបានហៅបេក្ខជនបន្ទាប់ឲ្យឈានជើងមកមុខ
วันช่องบรรดากาศยานชินให้จุนโปเกไอเมียนสำนางลอกำลังประระเบาเยินบานประโมอารามไอหนึ่งนอให้ดาติมกตัวสนิทกจุนมีกาพญาเผาได้บานเขินแบบนี้โปเกมันได้รวมเปิงท่ากำลังตัวแบบนี้หนึ่งคลายยีใบกจุนประลองนูเตมีนักครั้งจำนองโปเกบานใหญ่ท่ายานชินปัจจิมินเจ็ดคลาหานะวันช่องบานยุ่งนูเปเกลือแบบนี้ปรุมนาเตียบานใหญ่ค่ะยานชินจะบัสจิโมพิเคยเซงให้เกกำปงเพียเยี่ยมปลาเอาการนี้ดำไม่บงหันวิเจียดาวระบอกเกในจมโบอยากกบัดกุลในบันเตียระหอทานพี่โปรดดำบงดามแต่มือมัดคือเมนดำไรนะยันศิลบันโชกระนงตำรงเตรียมเหล็กกันนัดหนึ่งดะใดเลือดาวระบอกเกบันกกบาลตะการบุรนุดำไปปรับทาเกบันเตรียมครวนรุ่ยรอลหอยเนตรวจปินัดบันกกบาลตอบวิงหอยปรับเอายันศิลจับประดามเนขณะเปลได้กอดนี้เอแบบนี้ยันศิลบันโหดดาวระบอกเกเจงคือเมียนโดนามันแอกเดินทาเกกระวีดาวเนเปียนานุเตเอาไว้ได้ปูเกอาจเมียนอารมณ์บ้านคือเมียนแต่สัมเปียดขจอลบันเนาะเนตรวจปินัดเมียนกาพิญญาปอาลอย่างครั้งได้บานเคยแบบนี้มนุษย์กรุบขยี้เนตีนุสุดแต่เมียนกาตอกสลดปูเกมันดึงทาปูเกเติบแต่บานจูประเทศเอาไว้นุเตวอนช่องบานหาสมอวิมอดถมเกมันดึกสมานหาเขมิรถตุยแบบนี้เมียนจำแนกดังกระปุงอย่างนี้ซอต่อสนิทกจุนทรงใบแต่มันดึงทาเขมิงปรระบเยินกระวีดาวเนเปียนานุเตเนเปียลกวาดมือยันซินดะดาวโจขนงสรอมวินเนตรวจปินัดบานนิเอทาอนาคตในบันเตรหสถานบานมกดอร์เหยกรุบขณีมินกาพยักเอาอย่างครั้งได้บานลือแบบนี้บรอนุบานปราบรอยันซินประกลพระสัญญาระบบเกมออยกวาดบานปินัดเมอเลกระบบเขมงปรเฮียงอย่างยกเจ็ดตุกดักหอยปรับเอาเกบรรต่อดำนาตะมกเตียดยันซินบานโอนกบาลหอยเงยกรอยเขมงปรระบบยืงบานรีเอากราวระบบเกหอยดาเจนปีสังเวียนกรุบขณีบานเบิกพลอยเอาเกวันช่องบันดาวมกเจ็ดยันซินหอยสูเกธาตาเกจิกรเพราะระบอกครัวซาระบายระบายเมนเตเขมงเพราะระบอกยืงบันสูเกวิงทาตาเรื่องนี้หนึ่งฟลับดัวเอาไว้คละเกบันรำลึกวันชงทาเอาไว้ได้สำคัญเจบุมพดในครองบุตรีรหสถานคือเตปกอสอดไอกลกาขึ้นคอมปรึงแปลงหมดรักวันชงมินกาฟญาปได้บันหรือแบบนี้เกบันสูยันซินทาตาเกปัจจิมินกำรงจับประดามกาสะระบองในบันตีรหสถานแม่นหรือโดยตึกมุกเมืองมัดเขมงเพราะระบอกเยิงบันปรับมิดเพียงระบอกเกธานี่จีมูลหายได้กรุบเกียบันมุกที่นี้รวมทั้งรูปเกพองได้วันชงบันดังท้ายันซินนิเยมันเป็นหายบันปรับเกธาเกนิเยเตราหายเกบันออกกุลเขมงเพราะระบอกเยิงหายปรับท่าเกเตราเตยแล้วนี่ยันซินบันเหมือนมืดเพียงระบอกเกดาวแจงตือโดยซึ่งเกิมท่ามืดเพียงได้จิตหล่อหนึ่งปูกายนิเยมันนักนี้หนึ่งจอบกาประลองเลิกดีปีตีตะเพียบบันพราบโดหายยังคืนยันซินกำปงตั้งสมาธิหนึ่งครั้งมันตุบมุยขณะเปียได้กำปงบังโหธรรมปนระบอกเกเขมงปรระบเยินบานเก็ตองปีกาประลองเลิกตีปีกีจิกาประกวดได้มนุษย์เซมเขเนียนันตรายประกวดประเจงเขเนียจมวยหนึ่งกบัดกลระบปูเกยันสันบานน่ะเคยท้ากาประลองหนึ่งประพฤติเตอขนมระยะเปรใบสัปดาห์เตียดหอยบานดังท้าเกตรฝึกหัดอ้อยบานเมืองมาเชียงมนเขมงปรระบเยินบานสำเร็จจัดฝึกหัดกบรมกึลครวนระบตระโกยางคือวิเชียดาวรหัสหนึ่งสมรรถเพียบกำปีดามกำเนิดได้เชี่ยประแจกเตรุมกึลชีได้เตยบานปุงรึงใบสัปดาห์กรอยโมกยืนเขื่อนยานเซนหนึ่งแบกกระจุนเซนติดบ้านมอกดอสำหรับกาทุรเตระบปูเกเนี่ยทรูดปินิดบานปรับอ้อยแบกกระจุนรุงจำในข้างเการะหูดดอปูเกตระบานเฮาในขณะเปลได้กอดนิเยแบบนี้กอดบานจูลเตขนงอาเกียมวยในจรักจูลอาเกียมินชมามันเนกชูเยี่ยมเมลกรุบเคียขณะเปลได้กำปงสำลังเมลนิมิตสัญญาในเรือสำเลียบำแบกระบบชมามแบกกระจุนมันเนกบานนิเยทาเกมินอารมณ์บักตึกจัดโยงตามบรฟนูชุดกบายกุลปอซอตุนนางเอาเนี่ยกบายกุลกุมริดปฐมบรฟนูบานซูเนี่ยได้เนื้อกบายเกธาแฮดเอาไว้บานเชื่อธรรมปูระบบชมามันเนี่ยนูคลังมาแล้วบรฟเนี่ยเทียดบานปรับเกธาสบายแต่กากรอนแต่บานเสลียกสำเลียบำแบกปอซอก็มีในท่าอนาคตระบบเกตรบานที่เนี่ยได้ยานเซนก็บานสำเริงมือชมามันนักหนูได้ขณะเปได้เกกำปงสำเริงมือกอดวันช่องบานฮาวเกบรฟนูบานรถมกจูบเขมงบรฟระบบยืงเฮาปรับเกธาเกหะโดยจีกบกชิมนยานเซนบันยิมนเปกอดบันเลยแบบนี้ให้บันปราบรถโนทากอดก็เมื่อเตอประสาชิมนได้ดอยเมียนตึกมุกเมืองมัดวันช่องบันปรับมืดเพียงระบกอดทากอดจ้องไอมืดจำทากาชแนะมันเมียนจีเอาไว้ได้สำคัญเป็นพอดในโครงการประลองนี้เตกอดบันประโยชน์ปรับเมทามีกรุบกรอนห้อยโครงการเมียนการประยุทธ์แต่มูลเลิกกดครองจำนองปีจุ่มกอดบันปรับเมทาแต่หมดจุ่มคือกรุบกรอนห้อยเดฟรุปเตียงพเนกระบอบประจาวิวันเวียรหอเทียนได้หนึ่งโมตุสนาดอยเมียนตึกเพียงในครันพเนกวันช่องบันปรับเขมงเพราะระบาดตะเกธาการเตียงพเนกระบอบประจาวิวันตามปัจจิเพียงได้พิบากไม่พอดเขมงเพราะมันอย่างนี้อานิเยแบบนี้บ้านก็โปรแต่กว่าทลับเมียนปัดพิสอดพิมุนบอก
យ៉ានសិនបានសួរមិត្តភ័ក្តិរបស់គាត់ថាតើមនុស្សម្នាក់អាចឈ្នះការប្រកួតប៉ុន្តែនៅតែត្រូវការប្រឡងបានដែរឬទេក្មេងប្រុសនោះបានប្រាប់គាត់ថាអ្វីដែលគាត់គិតគឺត្រឹមត្រូវហើយខណៈពេលកំពុងខំក្រចកវ៉ាន់ឆុងបានប្រាប់ក្មេងប្រុសរបស់យើងថាបញ្ហាដែលពួកគេមានគឺអ្នកត្រួតពិនិត្យនឹងមានស្តង់ដារខ្ពស់ជាងមុននៅថ្ងៃនេះយ៉ានឈិនមានការភ្ញាក់អស់នៅពេលឮបែបនេះហើយបានសួរក្មេងប្រុសនោះពីមូលហេតុវ៉ាន់ឆុងបានបង្ហាប់ឲ្យគាត់ដឹងថាវ៉ាច់ឈីលីនក៏ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ថ្ងៃនេះដែរក្មេងប្រុសរបស់យើងមានការតក់ស្លុតជាខ្លាំងនៅពេលឮបែបនេះគាត់បានសួរមិត្តភ័ក្តិរបស់គាត់ថាតើមិត្តកំពុងសម្ដៅទៅលើវ៉ាច់ឈីលីនមកពីគ្រួសារណាមខុងមែនទេវ៉ាច់ឈីលីនបានកំចាត់ក្រុមចៅដ៏ល្បីល្បាញមួយក្រុមមុនពេលគាត់មានអាយុ15ឆ្នាំទៅទៀតគាត់ក៏បានកាត់ក្បាល Shrouded Assassin ដែលជាកំពូលអ្នកដាវនៃបាក់អកធំយោងតាមសម្ដីរបស់វ៉ាន់ឆុងមានពាក្យចចាមអារាមថាវ៉ៃឈីលីនបានយកឈ្នះលើអ្នកប្រយុទ្ធដែលកំពុងរះទាំងអស់នៅក្នុងព្រឹត្តិការណ៍ប្រកួតនាគនឹងហង្សរបស់មហាគ្រួសារទាំង8កាលពីគាត់មានអាយុ18ឆ្នាំយ៉ានឈិនមានការភ្ញាក់អះនៅពេលឮបែបនេះគាត់បានសួរមិត្តភក្តិរបស់គាត់ថាហេតុអ្វីបានជាមនុស្សមកពីគ្រួសារ